អគ្គនាយករដ្ឋកោទឹកបាត់ដំបងនិងសហការីបានចុះត្រួតពិនិត្យតាមដានកិច្ចដំណើរការរត់សាកល្បងជាជំហាននៃប្រព័ន្ធរោងចក្រផលិតទឹកស្អាតថ្មីកំពង់សីមានៅថ្ងៃទី21ខែមករាឆ្នាំ2026នេះឯកឧត្តមអ៊ុតក្លឹងអគ្គនាយករដ្ឋកោទឹកបាត់ដំបងនិងសហការីបានចុះត្រួតពិនិត្យតាមដានកិច្ចដំណើរការរត់សាកល្បងជាជំហាននៃប្រព័ន្ធរោងចក្រផលិតទឹកស្អាតថ្មីកំពង់សីមានិងការផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់គ្រប់គ្រងការដំណើរការឧបករណ៍បរិក្ខារការថែទាំនិងការជួសជុលលើប្រព័ន្ធរោងចក្រប្រតិកម្មទឹកស្អាតថ្មីនៃគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្តបាត់ដំបងដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមគម្រោងសហហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានបិទបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ2025 អាដាមអ៊ុតក្លឹងបានបញ្ជាក់ថាសមិទ្ធផលសំណង់គម្រោងផ្គត់ផ្គង់ទឹកស្អាតខ្នាតធំមួយនេះជាប្រវត្តិសាស្ត្រចុងក្រោយដ៏សំខាន់សម្រាប់ទីរួមខេត្តរួមមានស្ថានីយបូមទឹកឆៅមួយកន្លែងសម្រេចបាន 100% រោងចក្រប្រតិកម្មទឹកស្អាតមួយកន្លែងដែលមានសមត្ថភាពផលិត5ម៉ែត្រគូបក្នុងមួយថ្ងៃសម្រេចបាន 100% ពង្រីកបំពង់ទឹកស្អាតប្រវែង94គីឡូម៉ែត្រសម្រេចបាន 100% ឯកឧត្តមបានបញ្ជាក់បន្ថែមថាសមិទ្ធផលគម្រោងខាងលើត្រូវបានបិទបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងឆ្នាំ2025ហើយរាជរដ្ឋាភិបាលកម្ពុជាមានផែនការសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅខែមីនាឆ្នាំ2026ដើម្បីផ្គត់ផ្គង់ទឹកស្អាតបម្រើនិងលើកកម្ពស់សុខុមាលភាពសាធារណៈនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន